ទស្សនិកជនជាទីមេត្រីអនុវត្តគោលការណ៍របស់បកនឹងរដ្ឋលើការប្រមូលមតិសាធារណៈលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ2013ផ្ដល់មតិតាមរយៈវេទិកាកម្មវិធីកំណត់អត្តសញ្ញាណអេឡិចត្រូនិក VNeID ដោយពាក្យស្លោកទៅគ្រប់ច្រកមកដល់ផ្ទះពិនិត្យមនុស្សគ្រប់រូបកងកម្លាំងនគរបាលសង្កាត់លេខ2ទីរួមខេត្តវិញជើងកំពុងធ្វើសកម្មភាពបសោបផ្សាយនិងណែនាំប្រជាជនផ្ដល់យោបល់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមរយៈកម្មវិធី VNeID ចាប់តាំងពីការផ្សព្វផ្សាយលើកដំបូងកងកម្លាំងនគរបាលសង្កាត់លេខ2ទីរួមខេត្តវិញជ័យបញ្ចេញកម្លាំងឃោសនាចលនាប្រជាជនចូលរួមគប់វល់យោបល់វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ2013គោលដៅសំខាន់ធានាអនុវត្តមានប្រសិទ្ធភាពគោលការណ៍របស់បករដ្ឋនិងរដ្ឋាភិបាលពីការពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងអំឡុងកាលកសាងវិសោធនកម្មរដ្ឋធម្មនុញ្ញអនុវត្តដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្ដៅបំព្រួយពេលវេលាយោគយល់និងសរុបយោបល់ប្រជាជនពីសេចក្តីព្រាងសេចក្តីសម្រេចវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់រដ្ឋធម្មនុញ្ញឆ្នាំ2013 về việc tổ chức lấy ý kiến người dân đối với dự ពីការយកយោបល់ប្រជាជនឆ្លងតាមកម្មវិធី VNet លើស្មារតីនោះកងកម្លាំងនគរបាលសង្កាត់លេខ2បានបង្កើតក្រុមការងារចំនួន3គៀកោះកម្មាភិបាលយុទ្ធជនជាង10នាក់សហការជាមួយអង្គការមច័ន្ទរបស់សង្កាត់ក៏ដោយគណៈប្រជាជនអនុសង្កាត់ចុះបន្ទល់ដល់ភូមិសាស្ត្រដើម្បីឃោសនាប្រជាជនចូលរួមវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញវិសោធនកម្មឆ្នាំ2013កន្លងពីនោះជួយប្រជាជនពង្រីកសិទ្ធិធ្វើម្ចាស់របស់ខ្លួនក្នុងការវិសោធនកម្មសេចក្តីព្រាងបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ2013ភូមិសាស្ត្រពិសេសសង្កាត់លេខ2គឺមានជនរួមជាតិខ្មែរច្រើនតបកម្រិតវិទ្យាបច្ចេកវិទ្យានៅអន្តរក្តាប់បានការលំបាកនោះនគរបាលសង្កាត់សហការជាមួយភូមិភាគចុះបន្ទល់ភូមិសាស្ត្រដើម្បីណែនាំឃោសនាដល់ប្រជាជន tổ chức hướng dẫn tuyên truyền cho người dân មិនត្រឹមតែជំនួយបច្ចេកទេសកងកម្លាំងនគរបាលសង្កាត់លេខ2ទីរួមខេត្តវិញជ័យក៏ណែនាំច្បាស់ពីសេចក្តីកំណត់វិសោធនកម្មនីមួយៗក្នុងសេចក្តីព្រាងរដ្ឋបាលប្រកាសនេះជួយប្រជាជនយល់និងក្តាប់ច្បាស់នៅខ្លឹមសារអត្ថន័យរបស់មាត្រាវិសោធនកម្មក្នុងរដ្ឋធម្មនុញ្ញបានយកយោបល់តាំងពីនោះដើម្បីប្រជាជនអាចផ្ដល់យោបល់ស្របច្បាប់ជាក់ស្ដែងជំនួសឲ្យការចុចប៊ូតុងតាមរូបភាពភ្លឺកែបាទណែនាំប្រជាជនអភិជាតិក៏រីករាយជ្រោមជ្រែងពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជនបានបងប្អូនcông an bỏ phường 2 choជួយប្រជាជនកនខ្ញុំដើម្បីឡើងđóng góp là hiến pháp បងប្អូនក៏រីករាយដើម្បីlàជួយឲ្យបងប្អូនយល់ដឹងអំពីsửa đổi hiến pháp ឲ្យប្រទេសដើម្បីបង្កើនប្រទេសជាតិដើម្បីរុងរឿងថាថ្ងៃនេះគឺថាបានក្រុមនគរបាលសង្កាត់2គឺថាបានចុះមកដល់លេខាអនុសង្កាត់កាសាំងហ្នឹងដើម្បីជួយមកជួយណែនាំគឺថាបងប្អូនប្រជាជនគឺថាដើម្បីគឺថាបញ្ចូលនៅកំណត់ឈ្មោះគឺថាវៀតណាមហៅថាដិនយ៉ាន់ហ្នឹងគឺថាបានបញ្ចូលឲ្យច្បាស់លាស់ហើយដើម្បីគឺថាជឹងចូលទៅនឹងចូលរួមដល់គប់វល់គឺថាកែប្រែនៅរដ្ឋធម្មនុញ្ញឆ្នាំ2013គឺថាឲ្យបានគឺថាមានប្រជាការធិបតីដល់ប្រជាជនតែដើម្បីឲ្យប្រទេសហ្នឹងគឺថាបានរីកចម្រើនហើយថាចំណែកគឺថាខ្លួនខ្ញុំបតល់ហ្នឹងគឺថាក៏បានគឺថារួមចំណែកគឺថាគប់វល់នៅមេត្រាមួយចំនួនហើយក៏បានគឺថាឯកភាពនៅការកែប្រែគឺថានៅរដ្ឋធម្មនុញ្ញ2013នៅមេត្រាមួយចំនួនហ្នឹងហើយនឹងបានដឹកនាំដល់នៅគ្រួសាររបស់ខ្ញុំបាទហ្នឹងគឺថាដើម្បីចូលរួមថាគប់វល់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ2013នៅមួយចំនួនខហ្នឹងគឺថាដើម្បីធ្វើម៉េចគឺថាឲ្យប្រទេសយើងទៅថ្ងៃមុខឲ្យបានរីកចម្រើននិងតទៅអនាគតទៅមុខទៀត
នគរបាលសង្កាត់លេខ 2 បញ្ជាកម្មាភិបាលយុទ្ធជនម្នាក់ជាឃោសនិកសកម្មប្រជាជនគ្រប់រូបបានណែនាំក៏ខ្លាចជាឃោសនិកផ្សព្វផ្សាយគោលការណ៍ក៏ដូចជាពង្រីកសិទ្ធិធម៌ម្ចាស់របស់ប្រជាជនចំពោះសេចក្តីព្រៀងវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ 2013 ឆ្លងតាមកម្មវិធី VNED កន្លងពីនោះសម្ដៅផ្សព្វផ្សាយទូលំទូលាយគោលការណ៍របស់បកនិងធានាថាប្រជាជនគ្រប់រូបតែមានឱកាសបង្ហាញសិទ្ធិរបស់ខ្លួនក្នុងការវិសោធនកម្មរដ្ឋធម្មនុញ្ញ